ឪពុករបស់កូនមិនចាំទឹកឲ្យហើយតាំងពីគ្រប់នេះក៏ពូកែស័ក្តិសិទ្ធិដែរណាកូនអាចជាបានតែអ្នកនេះមានជំងឺឈឺរ៉ាំរ៉ៃស្ទើរតែនឹងស្លាប់អាចជាសះស្បើយវិញបានណាកូនរកថ្នាំដើម្បីជាបានជំងឺរបស់ឪពុកខ្ញុំបានជាសះស្បើយនោះខ្ញុំនឹងព្រមរៀបការជាមួយអ្នកនោះដោយមិនប្រកែកឡើយរំតើជាសត្វគីង្គក់ចង់ទុំតងពួករីកឆងតែមិនដឹងខ្លួនឯងជានរណាផងម៉ែតាថ្នាំនេះពូកែមែនប៉ាត់ម៉ែឆាប់ពិសាថ្នាំនេះទៅណាម៉ែទុំសិនម៉ែយ៉ាងម៉េចដែរកូនខ្ញុំដឹងថាម៉ែធ្វើការគ្រប់បែបយ៉ាងដើម្បីខ្ញុំឲ្យខ្ញុំទៅរៀនឲ្យបានពុកខ្ពស់មានមុខមានមាត់មានកិត្តិយសយឹកយកគ្រួសាររួចចាក់ផុតអំពីភាពក្រីក្រដូច្នេះម៉ែម៉ែថ្នាំមួយគ្រាប់នេះម៉ែឲ្យមកខ្ញុំណាម៉ែបើសិនណាជាខ្ញុំយកថ្នាំនេះទៅព្យាបាលជំងឺលោកអុកញ៉ាលោកបានជាសះស្បើយអំពីជំងឺនោះនឹងអាចยึดយកគ្រួសាររបស់យើងជាពំខានណាម៉ែដូច្នេះម៉ែថ្នាំមួយគ្រាប់នេះម៉ែឲ្យមកខ្ញុំណាម៉ែបតចៃម៉ែឬមួយក៏ម៉ែមិនចង់ឲ្យខ្ញុំនេះបានពុកពុះបតចៃកោតតាគេនិយាយពីនេះតាម៉ែទៅរួចម៉ែជឿកោតឲ្យសតាឯងម៉ែខំប្រឹងធ្វើការនៅអត់ខ្លាំងណាស់ដើម្បីបានប្រាក់ឲ្យឯងរៀនសូត្របានខ្ពង់ខ្ពស់ចាស់ហើយដើម្បីពេលនេះបែរជាឯងរមាស់កូនម៉ែបែបនេះទៅវិញបងស្រីខ្ញុំធ្វើនេះដើម្បីមកវិញបំណងពុកឲ្យណាម៉ែនេះចុះហេតុអីបានជាបងនិយាយថាខ្ញុំរមិលគុណម៉ែទៅវិញណាយខ្ញុំមិនប្រកាសនឹងបងនោះទេ